ជំនួបចរចាសីហនុហ៊ុនសែនបើទោះបីជាមានការលំបាកដោយសារតែប្រទេសមួយចំនួននិងភាគីខ្មែរក្រហមព្រមទាំងរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែររបស់សម្ដេចសឿនសានជំទាស់យ៉ាងណាក្តីក៏សម្ដេចព្រះនរោត្តមសីហនុបានសម្រេចព្រះទ័យធ្វើការចរចាជាមួយសម្ដេចតេជោហ៊ុនសែនការចាប់ផ្ដើមចរចាដំបូងគឺនៅថ្ងៃទី2ខែធ្នូឆ្នាំ1987នៅហ្វេអង់តាតឺនើប្រទេសបារាំងដែលការចរចានេះមានសេចក្តីប្រកាសរួមឡាយព្រះហស្ថលេខាដោយសម្ដេចព្រះនរោត្តមសីហនុនិងសម្ដេចហ៊ុនសែនសេចក្តីប្រកាសរួមរវាងសម្ដេចហ៊ុនសែននិងសម្ដេចព្រះនរោត្តមសីហនុចុះថ្ងៃទី4ខែធ្នូឆ្នាំ1987បានសរសេរថាដោយសារតែមានគោលបំណងរួមមួយក្នុងការបញ្ចប់ជម្លោះកម្ពុជាតាមរយៈមធ្យោបាយសន្តិវិធីនិងដើម្បីឈានដល់ការបង្រួបបង្រួមជាតិសម្ដេចព្រះនរោត្តមសីហនុនិងឯកឧត្តមហ៊ុនសែនបានជួបចរចាគ្នានៅថ្ងៃទី2ដល់ថ្ងៃទី4ខែធ្នូឆ្នាំ1987នៅហ្វេអង់តាតឺនើប្រទេសបារាំងនៅក្នុងអំឡុងពេលនៃជំនួបប្រវត្តិសាស្ត្រនេះភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងដូចខាងក្រោម 1. ជំលោះកម្ពុជាចាំបាច់ត្រូវឆ្លងតាមរយៈដំណោះស្រាយនយោបាយមួយ 2. បញ្ហាកម្ពុជាចាំបាច់ត្រូវដោះស្រាយដោយប្រជាជនកម្ពុជាខ្លួនឯងតាមរយៈការចរចារវាងភាគីទាំងអស់នៅក្នុងជំលោះដើម្បីបញ្ចប់សង្គ្រាមការបង្ហូរឈាមនិងដើម្បីកសាងឡើងវិញនូវកម្ពុជាមួយដែលមានសន្តិភាពឯករាជ្យប្រជាធិបតេយ្យបូរណភាពដែនដីនិងអព្យាក្រឹតនិងមិនចូលបកសម្ព័ន្ធ 3. នៅពេលដែលកិច្ចព្រមព្រៀងមួយនឹងត្រូវបានសម្រេចឡើងរវាងភាគីកម្ពុជាទាំងអស់សន្តិសិទ្ធិអន្តរជាតិមួយនឹងត្រូវរៀបចំឡើងដើម្បីធានានូវកិច្ចព្រមព្រៀងនេះធានានូវឯករាជ្យភាពរបស់កម្ពុជាធានានូវសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ 4. ភាគីទាំងពីរបានទទួលយកនូវការជួបប្រជុំគ្នាសាជាថ្មីនៅក្នុងអំឡុងខែមករាឆ្នាំ1987នៅហ្វេអង់តាតឺនើប្រទេសបារាំងភាគីទាំងពីរក៏បានយល់ព្រមគ្នាផងដែរក្នុងការជួបគ្នាជាលើកទី3នៅរាជវាំងឆាងស៊ូអុងរបស់សម្ដេចព្រះនរោត្តមសីហនុនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េដែលកាប់បរិច្ឆេទនឹងត្រូវបានសម្រេចនៅពេលក្រោយនៅលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលបានលើកឡើងនេះហើយនៅក្នុងផលប្រយោជន៍ដ៏ឧត្តមឧត្តមរបស់ប្រជាជាតិកម្ពុជាភាគីទាំងពីរបានអញ្ជើញភាគីកម្ពុជាផ្សេងទៀតចូលរួមជាមួយខ្លួននៅក្នុងតុចរចាដើម្បីឈានដល់ដំណោះស្រាយឆាប់រហ័សមួយលើបញ្ហាកម្ពុជាដែលនឹងចូលរួមនៅក្នុងការកសាងសន្តិភាពនិងស្ថិរភាពនៅតំបន់អាស៊ីអាគ្នេយ៍ការចរចាសីហនុហ៊ុនសែនលើកទី2បានប្រព្រឹត្តទៅនៅថ្ងៃទី20-21ខែមករាឆ្នាំ1988នៅហ្សឹងស៊ីម៉ាំងអង់គ្លេសប្រទេសបារាំង